ជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនដែលទស្សនាវីដេអូនេះគឺខ្ញុំចង់មកបង្ហាញអំពីរបៀបដាក់ PVC កៅស៊ូការពារជំរាបទឹកនៅក្នុង stand shower បាទឥឡូវជាដំបូងគឺខ្ញុំដាក់ខុស silicone ហ្នឹងបាទការពារទឹកជ្រាបចូលក្រោមនេះតាមពិតហើយខ្លះគេមិនដាក់ទេប៉ុន្តែយើងការពារប្រសើរជាបាលបាទគឺខ្ញុំដាក់ហើយយើងចោះសម្រាប់តែក្បាល screw នឹងចូលនឹងមកអានេះគឺការពារជំរាបទឹកបាទបន្ទាប់មកយើងដាក់អា clip វាចូលបាទឥឡូវខ្ញុំចោះរុនវាសិនក៏បានហើយយើងចោះរុនអានឹងទឹកហូរទៅក្រោមបាទអញ្ចឹងឃើញថាការដែលយើងធ្វើនេះទោះបីជាទឹកចាក់ដាក់លើនឹងក៏វាមិនអាចទៅណាដែរបាទឥឡូវយើងការពារនេះដូចខ្ញុំនេះដាក់caulking មួយជាន់ខាងលើនេះទៀតធ្វើដូច្នេះយើងគឺថាយើងទប់ស្កាត់ឲ្យបានច្រើនជាន់ទៅតាមពិតទៅអ្វីដែលលិចបន្ទប់ទឹកបងប្អូនធ្លាប់លិចបងប្អូនដឹងហើយគឺលិចគឺកន្លែងហ្នឹងតែបើសិនជាអាក្មាត់ drain ហ្នឹងធ្វើអត់ល្អគឺលិចហើយបាទឥឡូវគឺខ្ញុំរឹតខ្ចៅចូលបានខាងក្រោមហ្នឹងយើងចាក់បេតុងម៉ាសាហើយបាទលើក្តារហ្នឹងចាក់បេតុងហើយបានយើងតបមកយើងក្រាលកៅស៊ូ PVC នឹងដើម្បីជំរាបទឹកបាទដោយបងប្អូនដឹងហើយផ្ទះបងប្អូនខ្លះមួយចំនួនគឺតែងតែមានបញ្ហាបើសិនជា stand shower ក្តីឬក៏ bathtub ក្តីតែងតែមានការលិចជ្រាបប៉ុន្តែបើធ្វើវិធីដូចខ្ញុំនេះគឺមិនអាចជ្រាបបានទេដោយសារអីយើងប្រើកៅស៊ូរឹតជាប់ជាមួយអានឹងហើយយើងប្រើ silicone ការពារបាទដូច្នេះសូមអរគុណដែលបងប្អូនទស្សនានៅវីដេអូដែលខ្ញុំបានចែករំលែកប៉ុណ្នេះបាទសូមអរគុណនិងសូមជម្រាបលាសុខសប្បាយទាំងអស់គ្នាជួបគ្នាវីដេអូខាងក្រោយទៀតបាទ